រឿងចចកកាលពីព្រេងនាយមានចចកត្រាស់ធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសត្វតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញាលើចចកថាដូច្នោះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសត្វតែជាចំណីបងឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងយ៉ាងដូចម្ដេចមិនឆ្ងាញ់ទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចចកយកជើងទៅលាងទឹកឲ្យជ្រះស្អាតហើយសំស៊ីតួនោះទើបឆ្ងាញ់ពិសាចចកថាធ្វើម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្លេះកំពឹសថាបងចចកកំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមតែទាំងអស់កំពឹសថាធ្វើដូច្នោះចូលបងឯងមកននានៅក្នុងភក់នេះហើយយើងរាល់គ្នានឹងបានតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចោះឯចចកជាសត្វលោភហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនិងត្រីក៏បបួលគ្នាតោងរោមចចកទៅលុះដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចូលទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនឲ្យអស់សិនមកសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅឯចចកដឹងថាកំពឹសបញ្ឆោតដូច្នោះខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើរគ្មានសេះសល់ដល់តិចបបួលគ្នាមកបាចទឹកបឹងនោះឲ្យរីងនិងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់អស់សត្វឯទៀតបបួលគ្នាបាចសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាច់ទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលែងបាច់ទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងថាខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វទាំងពួងជាច្រើនណាស់ហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខយើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងននាទៅលុះដល់ត្រូវថ្ងៃក៏ក្រៀមស្រកាអស់ដល់យប់សុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់ននាដូច្នោះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់នៅក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយទៅបិទឮទាំងសត្វទាំងនោះនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខបើអ្នកឯណាកើតទុក្ខបងតែងតែជួយដោះទុក្ខគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងប្រាស់ក្តាន់ជ្រូកពស់ធំពស់តូចទាំងសត្វហើរគឺកុកក្រៀលបង្គាខ្យងតុងតូមក្អែកទឹកប្រវឹកស្មោញទាំងប៉ុន្មានបានបបួលគ្នាមកបាច់ទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីអស់ពីបឹងនេះឯងបើដូច្នោះបងសុភាទន្សាយអាណិតជួយដោះទុក្ខបងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីគេឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណដរាបដល់អស់ជីវិតឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់អស់បងប្អូនកុំឲ្យផាត់ភ័យចាំខ្ញុំជួយដោះឲ្យរួចកុំមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហៀមឡើងទៅមាត់បឹងឃើញអស់ពួកសត្វកំពុងបាច់ទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះធ្លុះមកធ្វើជាសម្បត្តិហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកឲ្យខ្ញុំនាំសម្បត្តិមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកមកកាត់ជើងត្រុំប្រមុំជើងអកកាប់ក្បាលឆ្កែចចកដកភ្លុកដំរីស
អសัตลือថាសម្បត្តិព្រះអិនដូច្នោះភ័យណាស់ផ្អើលបោលជន់គ្នាពៀនលើដំរីកំបីរមាសរមាំងស្ទុះបោលទៅជន់លើពោះថ្លាន់ជាទំនប់ដាច់ខ្លួនជាពីរ3កំណាប់ធ្លាយទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏คล้ายទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់កតែសម្រាប់អប់រំពិចារណានៅក្នុងរឿងអណ្ដាតជាអាចកន្លងស្លាប់ផងរស់ផងពីព្រោះអណ្ដាតរឿងតាច័ន្ទរំលាកមានរឿងមួយដំណាលថាកាលនោះមានព្រៃធំមានខ្លាសាហាវតែងខំមនុស្សជាច្រើននឹងចូលទៅរកបោចផ្ដៅវល្លិពុំបានគ្រាដែលតាច័ន្ទគាត់ចូលទៅបោចវល្លិព្រៃនោះខ្លាវាលបចេញពីក្នុងព្រៃប៉ងនឹងខំតាច័ន្ទដែលចូលទៅបោចវល្លិតាច័ន្ទឃើញវាមុនហើយគាត់រកពុទ្ធោថាអោពុទ្ធោអើយឆ្នាំនេះឆ្នាំខាលទឹកបែកតាវាលស្លាប់ខ្លាដំរីស្លាប់អស់បាក់សាមរឹកគៀបាក់សីស្លាប់ខ្លាដំរីគ្មានគង់តូចមួយផ្ដៅអញនេះអាណាវែងវែងអញព្យួរកូនចៅអាណាខ្លីខ្លីអញព្យួរត្បាល់អង្រែអោសត្វទាំងឡាយអើយក្នុងឆ្នាំខាលនេះនឹងស្លាប់អស់ហើយគ្មានគង់ទេតាច័ន្ទនិយាយរកពុទ្ធោយ៉ាងនេះជាច្រើនដងខ្លាស្ដាប់បានឮច្បាស់គិតថាគួរអញសួរតានេះចង់ដឹងមើលទៅខ្លាសួរទៅតាច័ន្ទវិញថាតាអើយតាក្នុងឆ្នាំខាលនេះទឹកធំមែនឬតាច័ន្ទធ្វើភ្ញាក់និយាយទៅនឹងខ្លាថាអោចៅឆ្នាំនេះទឹកធំណាស់បានជាតាភ័យនឹងកូនចៅទៅតារកផ្ដៅដើម្បីចងព្យួរកូនចៅឲ្យផុតពីទឹកខ្លាក៏មានចិត្តផិតភ័យនឹងពាក្យតាច័ន្ទគិតខ្លាចស្លាប់ក៏ចូលមកចិត្តហើយនិយាយនឹងតាច័ន្ទថាតាអើយអាណិតចងព្យួរខ្ញុំឲ្យផុតពីទឹកផងបានទេតាច័ន្ទឆ្លើយថាបានមិនអីទេចៅអង្គុយមកចាំតានៅទីនេះសិនចោះខ្លាក៏ចូលមកអង្គុយចាំលុះតាច័ន្ទបោចវល់ផ្ដៅបានក៏ត្រកួនធ្វើជារំងោកហើយចូលទៅចងចង្កេះខ្លាតាច័ន្ទកាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ហើយបង្គាប់ឲ្យខ្លាលោតឡើងតាច័ន្ទក៏ស្រាវទាញឡើងឲ្យផុតពីជើងខ្លាពីដីរួចគាត់ចុះមកវិញខ្លាសួរថាតាប៉ុណ្ណេះផុតពីទឹកហើយឬអ្វីតាច័ន្ទឆ្លើយថាផុតហើយចៅតាច័ន្ទក៏កាន់កាំបិតទៅកាត់ឈើជាដំបងខ្លាឃើញសួរថាតាកាត់ដំបងធ្វើអ្វីតាច័ន្ទថាកាត់យកទៅផ្ទះក្រែងប្រទះនឹងសត្វឯទៀតវាប្រមាថតាខ្លាឆ្លើយថាគ្មានខ្លាឯណាទេតាមានតែខ្ញុំនេះឯងតែងតែខំគេរាល់ថ្ងៃតាច័ន្ទដឹងថាអោអានេះជាសត្វកាចបើដូច្នោះអញនឹងវាយឲ្យអស់ចិត្តក្នុងគ្រានេះទើបតាច័ន្ទកាន់ដំបងចូលទៅដល់ខ្លាថាចៅនៅឲ្យស្ងៀមតានឹងមើលចំណងឲ្យក្រែងវារបូតលងទឹកស្លាប់ខ្លាក៏នៅស្ងៀមទើបតាច័ន្ទលើកដំបងវាយខ្លាក៏ប្រឹងរើបំរាស់ស្រែករលាករលួតស្បែកហើមខ្លួនជាខ្លាំងមុខគួរវេទនាហើយខ្លាក៏ប្រឹងរើបំរាស់ក្រឡាស់ខំខ្សែផ្ដៅដាច់កិច្ចរត់ទៅតាច័ន្ទក៏វិលទៅខ្ទមចាំស្រែវិញនិយាយពីខ្លាដែលរត់រួចទៅនោះបានទៅជួបនឹងដំរីមួយដំរីឃើញខ្លាបោក៏ស្រែកសួរថាបងខ្លាឯងភ័យនឹងអ្វីបានជាបោលមិនមើលក្រោយសោះខ្លាប្រាប់ទៅដំរីវិញថាអោបងអើយអាច័ន្ទរំលាកបញ្ឆោតវាយខ្ញុំហើមខ្លួនអស់ដំរីសួរថាអាច័ន្ទរំលាកនោះនៅឯណាខ្លាប្រាប់ថាវាធ្វើស្រែនៅមាត់បឹងនោះដំរីថាអញនឹងព្រិចវាឲ្យល្អិតកុំឲ្យវាធ្វើបាបគេខ្លាបោកហួសទៅដំរីក៏ដើររកតាច័ន្ទនឹងព្រិចជួបនឹងតាច័ន្ទហើយតែដំរីមិនស្គាល់សួរថាតាស្គាល់អាច័ន្ទរំលាកដែរឬតាច័ន្ទសួរដំរីថាចៅឯងសួររកគាត់ធ្វើអ្វីដំរីថាខ្ញុំខឹងណាស់វាបញ្ឆោតវាយខ្លាហើមខ្លួនអស់តាច័ន្ទឆ្លើយថាតាច័ន្ទគាត់នៅខ្ទមស្រែត្រើយខាងកើតមាត់បឹងណខ្ទមគាត់សនោះឯងដំរីថា
តាអាណិតជូនខ្ញុំទៅបើខ្ញុំព្រិចវាស្លាប់បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់តាច័ន្ទឆ្លើយថាតាអរណាស់ចៅអើយប៉ុន្តែទឹកបឹងនេះជ្រៅណាស់តាទៅមិនរួចទេដំរីថាបើទឹកជ្រៅតាជិះលើក្បាលខ្ញុំមកតាច័ន្ទឆ្លើយថាអើបើដូច្នោះទៅក៏ទៅតាច័ន្ទក៏កាន់កំបិតព្រាមួយទៅផងលុះទៅបានចម្ងាយមួយស្រែតាច័ន្ទក៏កាប់ក្បាលដំរី3 4កំបិតមុតចេញឈាមដំរីក៏កិច្ចបោមកវិញដល់គោករលាស់ទម្លាក់តាច័ន្ទហើយដំរីក៏បោទៅជួបនឹងខ្លាឃ្មុំស្រែកសួរថាបងដំរីបោអ្វីគ្មានមើលក្រោយសោះដំរីប្រាប់ថាបងខ្លាឃ្មុំអើយអាច័ន្ទរំលាកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់ឯខ្លាឃ្មុំក៏ជួយខឹងដំរីហើយសួរទៅដំរីវិញថាអាច័ន្ទនោះវានៅឯណាដំរីប្រាប់ថាវានៅធ្វើស្រែនៅមាត់បឹងធំឯណោះដំរីក៏បោបាត់ទៅខ្លាឃ្មុំក៏មានចិត្តខឹងគុំគួនប្រមាថនឹងខំបំបែកក្បាលតាច័ន្ទឲ្យស្លាប់លុះថ្ងៃក្រោយខ្លាឃ្មុំដើរទៅឃើញតាច័ន្ទភ្ជួរស្រែពេលព្រឹកខ្លាឃ្មុំនឹកថានេះហើយតើអាច័ន្ទរំលាកនោះដូច្នោះអញពួនចាំនៅនេះចោះចាំវាមកចិត្តអញនឹងលោតទៅខំវាឲ្យបានខ្លាឃ្មុំក៏ក្រាបចាំនៅសញ្ញាព្រៃតាច័ន្ទមិនដឹងខ្លួនតាច័ន្ទភ្ជួរស្រែយូរក្រទៅខ្លាឃ្មុំក្រោកអើតមើលមកតាច័ន្ទឃើញខ្លាឃ្មុំអើតដូច្នោះគាត់គិតដូច្នេះថាសត្វនេះវាចង់មកប្រមាថធ្វើទុកអញទៀតហើយតាច័ន្ទប្រុងខ្លួនហើយវាដេញក្របីថាហ៊ីអានាងខំទាញឡើងតាយកឃ្មុំឲ្យស៊ីឃ្មុំតែពីសម្បុកកំពុងពេញទឹកផ្អែមតាច័ន្ទក៏ថាយ៉ាងនេះជាច្រើនដងខ្លាឃ្មុំឮច្បាស់ក៏មានចិត្តចង់ស៊ីឃ្មុំហើយឆ្លើយនឹងតាថាតាចែកខ្ញុំស៊ីផងតាច័ន្ទឆ្លើយប្រាប់ទៅខ្លាឃ្មុំវិញថាចៅអើយឃ្មុំតាតែពីសម្បុកទេទុកឲ្យក្របីវាស៊ីមួយម្នាក់សោះញ័រខ្លួនបើចៅចង់ស៊ីចូលមកនិយាយគ្នាសិនខ្លាឃ្មុំក៏ចូលមកអង្គុយតាច័ន្ទថាបើចៅចូលចិត្តស៊ីដែរនឹងឲ្យស៊ីទាំងអស់តែម្ដងខ្លាចក្រែងក្របីវាខឹងព្រោះវាធ្លាប់ស៊ីដែរតាគិតថាចៅឯងឲ្យតាទឹមជួស្រែបានមួយព្យាមចោះតានឹងឲ្យចៅស៊ីទាំងពីរសម្បុកតែម្ដងឯក្របីតាឲ្យវាអត់សិនចោះសំរោគទៀតខ្លាឃ្មុំស្ដាប់ត្រូវចិត្តនឹងចំណៃនោះព្រោះត្រូវចំណងរបស់ខ្លួនក៏អរណាស់ថាបើដូច្នោះឲ្យតាដោះក្របីចេញចោះតាច័ន្ទក៏ដោះក្របីចេញមួយរំពេចខ្លាឃ្មុំក៏ចូលទៅឲ្យតាច័ន្ទទឹមដាក់ខ្សែទៀមចងរឹតរួចស្រេចតាច័ន្ទក៏ស្ទុះទៅកាន់កន្ទុយយាមនឹងគល់ហើយដេញថាហ៊ីអានាងខំឡើងតាយកឃ្មុំឲ្យស៊ីឃ្មុំតែពីសម្បុកកំពុងពេញទឹកខ្លាឃ្មុំខំប្រឹងទាញនឹងគល់ពុំក៏ក្រើកឡើយតាច័ន្ទក៏ខឹងក៏លែងកន្ទុយយាមនឹងគល់បែរទៅវាយខ្លាឃ្មុំក៏ប្រឹងរើបំរាស់តាច័ន្ទវាយខ្លាំងណាស់ដល់ទៅបែកហើមខ្លួនទាំងមូលលុះខ្លាឃ្មុំរើរួចបោទៅជួបនឹងចចកសួរខ្លាឃ្មុំថាបងខ្លាឃ្មុំបោអីគ្មានមើលក្រោយម្លេះខ្លាឃ្មុំប្រាប់ទៅវិញថាបងចចកអើយអាច័ន្ទរំលាកវាបញ្ឆោតវាយខ្ញុំហើមខ្លួនអស់ហើយខ្លាឃ្មុំបោទៅចចកក៏អួតថាបើដូច្នោះទុកឲ្យអញទៅហែកតាច័ន្ទយកត្រីចែកគ្នាស៊ីឲ្យអស់កុំទុកឲ្យវាឡើយលុះព្រឹកឡើងតាច័ន្ទគាត់កាន់កំបិតព្រាមួយនិងច្រវាមួយទៅលើកលបគាត់ក្នុងបឹងនិយាយពីចចកដល់កណ្ដាលផ្លូវជួបនឹងខ្លាត្រីមួយចចកក៏បបួលខ្លាត្រីថាបងខ្លាត្រីទៅស៊ីត្រីនឹងអញខ្លាត្រីតបថាបងចចកឯងបានត្រីពីណាចចកថាអញទៅចាំហែកលបអាច័ន្ទរំលាកចែកគ្នាស៊ីខ្លាព្រមតាមចចកក៏មកអង្គុយនៅមាត់បឹងយូរបន្តិចឃើញតាច័ន្ទអុំទូកមកចចកសួរថាតាស្គាល់អាច័ន្ទរំលាកដែរឬទេតាច័ន្ទថាស្គាល់ដែរតែអាច័ន្ទនេះវានៅត្រើយបឹងខាងនោះទេចចកថាបើដូច្នោះអាណិតជូនខ្ញុំទៅខ្ញុំហែកលោកវាបានត្រីខ្ញុំចែកតាពាក់កណ្ដាលតាច័ន្ទថាទៅក៏ទៅត្បិតលោកតាក៏វាពុំត្រូវផងថាហើយចចកក៏លោតទុំក្បាលទូកតាច័ន្ទថាចៅគុំទៅអង្គុយក្បាលទូកវាលិចណាមកអង្គុយខ្ទង់មុខឯនេះទៅវាមិនលិចចចកក៏មកអង្គុយនៅមុខតាច័ន្ទហើយហៅខ្លាត្រីថា
មកបងប្រញាប់នឹងអាវទៅខ្លាត្រីថាបងចចកអញមិនហ៊ានទៅទេអញក្រែងតាច័ន្ទហើយនេះចចកបែរមើលក្រោយថាមិនមែនទេតាច័ន្ទគាត់នៅស្ងៀមខ្លាត្រីក៏ឡើងមកអង្គុយទឹមគ្នានឹងចចកតាច័ន្ទគាត់អុំទុកទៅប្រមាណជា10ឈាមពីច្រាំងគាត់កាប់ក្បាលចចកមួយកំបិតចចកលោតធ្លាក់ទឹកខ្លាត្រីក៏លោតធ្លាក់ទឹកទាំងអស់គ្នាខ្លាត្រីបន្ទោសចចកថាអញថាតាច័ន្ទហើយឯងថាមិនមែនតាច័ន្ទទេចចកថាក៏មាត់ខំតាហែទៅសត្វទាំងពីរក៏ហែដល់គោកហើយបោលទៅតាច័ន្ទនៅធ្វើស្រែស្រូវរួចហើយក៏ទៅផ្ទះបានសេចក្តីសុខសប្បាយក្រោយមកតាច័ន្ទមានចិត្តសង្វេគថាអោសត្វទាំង4នេះនឹងចងវេរានឹងអញតទៅមុខពំលែងហើយវានឹងធ្វើបាបអញមិនខានដូច្នេះគួរអញទិញដែកឲ្យច្រើនធ្វើកំបិតកោដងដែកឲ្យបាន50ឬ60ទុកបំរុងការពារខ្លួនដែលស្លាប់ទៅតាច័ន្ទក៏ធ្វើកំបិតបានស្រេចហើយគាត់ក៏ហៅកូនចៅមកផ្ដាំថាបើអញស្លាប់ទៅហើយយកអញទៅកប់ឲ្យយកកំបិតទាំងអស់ទៅដាក់លើភ្នោកំខានចូលដីលុបឲ្យចិត្តលុះដល់5-6ថ្ងៃឲ្យកូនចៅមកមើលភ្នោអញកំខានតាច័ន្ទផ្ដាំកូនចៅរួចហើយគាត់ក៏មានជំនឿឈឺខ្សែទៅកូនចៅក៏យកខ្មោចតាច័ន្ទទៅកប់ធ្វើដោយបណ្ដាំគាត់មិនហ៊ានខាននិយាយពីសត្វទាំង4ដែលមានវេរានឹងគ្នានោះកាលតាច័ន្ទស្លាប់ទៅបាន3ថ្ងៃសត្វចចកសើបដឹងថាតាច័ន្ទស្លាប់ក៏ទៅប្រាប់ខ្លាឃ្មុំប្រាប់ដំរីប្រាប់ខ្លាធំភ្ជុំបបួលគ្នាចូលមកកាយខ្មោចតាច័ន្ទរំលាកស៊ីចចកកាយចង់ជើងខ្លាឃ្មុំកាយក្បាលខ្លាធំកាយកណ្ដាលខ្លួនឯដំរីឈរចាំមើលឃើញសត្វទាំង3មុតជើងពិការជាខ្លាំងដួលដេកអស់ដំរីខាំងនឹងខ្មោចតាច័ន្ទថាជើអាចារ្យកាចតាំងពីរស់តតែស្លាប់មិនលែងកាចសោះទុកឲ្យអានឈូសតែម្ដងឲ្យប៉ើងខ្មោចមកនៅលើគោកដំរីខាំងណាស់លើកជើងឈូសជាខ្លាំងត្រូវនឹងកំបិតមុតពេញជើងក៏ដេកដួលទាំងអស់គ្នាដល់កំណត់ថ្ងៃ7កូនចៅតាច័ន្ទក៏នាំគ្នាទៅមើលខ្មោចស្រាប់តែឃើញដំរីខ្លាចចកស្លាប់ខាងភ្នោក៏នាំគ្នាបន្លះយកសាច់ស្បែកឆ្អឹងភ្លុកមកលក់យកប្រាក់ធ្វើបន់ឧទ្ទិសបញ្ជូនឲ្យខ្មោចតាច័ន្ទរំលាកជាស្រេចអងកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងខឹងខាតប្រមាថខុសរឿងបរោះកុហក4នាក់កាលពីព្រេងនាយមានបរោះកុហក4នាក់មកជួបជុំគ្នារួមគំនិតគិតដើរទៅឆោបបោកបញ្ឆោតយកទ្រព្យសម្បត្តិគេនៅគេហដ្ឋានឆ្ងាយពីលំនៅរបស់ខ្លួនព្រមព្រៀងគ្នាស្រេចហើយក៏នាំគ្នាដើរទៅលុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់2នាក់ជាអ្នកធ្វើចំការកបាសនៅក្បែរមាត់ទន្លេមួយដាច់ឆ្ងាយពីស្រុកភូមិគេបរោះកុហកទាំង4នាក់នោះបានដឹងដំណឹងថាតាចាស់ដូនចាស់ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើក៏គិតគ្នាថាយើងត្រូវនាំគ្នាឈប់នៅទីនេះដើម្បីភូតកុហកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នេះឲ្យបានបរោះ4នាក់នោះទៅដល់សួរតាចាស់ដូនចាស់ថាអោតាយាយអើយយើងខ្ញុំទាំង4នាក់នេះមកពីស្រុកឆ្ងាយណាស់ខំត្រាច់ដើររកអ្នកឯណាដែលចេះដឹងព្រោះយើងខ្ញុំចង់ដឹងរឿងព្រេងពីបុរាណនាយមកតែវេលានេះបានមកជួបនឹងតាយាយប្រហែលជាដឹងរឿងបុរាណខ្លះមិនខានបើដូច្នោះសូមនិយាយរឿងនិទានព្រេងមួយឲ្យចៅស្ដាប់បន្តិចតាចាស់ដូនចាស់ក៏ឆ្លើយតបទៅបរោះទាំង4នាក់ថាចៅអើយចៅតាំងពីក្មេងដល់ចំណាស់ប៉ុណ្ណេះហើយតាយាយគ្មានចេះរឿងព្រេងអ្វីទេសូមចៅអញ្ជើញទៅរកសួរអ្នកឯទៀតចោះបរោះទាំង4នាក់ក៏ជម្រាបទៅតាយាយវិញថាអោតាយាយអើយបើប្រសិនជាមានគេចេះរឿងព្រេងនោះតាយាយចង់ស្ដាប់ឬទេអោចៅអើយតាយាយចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មានបរោះទាំង4នាក់ក៏ជម្រាបទៅតាយាយវិញដោយកិច្ចកលប៉ងនឹងបោកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នោះឲ្យបានដោយងាយថាយើងខ្ញុំទាំង4នាក់នេះចេះខ្លាចដែរព្រោះបានដឹងពីជាតាខ្ញុំគាត់និទានប្រាប់តែរឿងនេះបើនិយាយទៅកាលណាតាយាយត្រូវតែជឿទើបខ្ញុំនិទានប្រាប់បានតាយាយក៏ព្រមព្រៀងឲ្យបរោះទាំង4នាក់នោះនិយាយបរោះទី1ចាប់អត្ថាធិប្បាយរឿងកុហកជាដំបូងឡើងថា
ការខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន3ខែម្ដាយខ្ញុំគាត់ចង់ពិសាផ្លែទុរេននៅមុខផ្ទះខ្ញុំដើមវាមានកម្ពស់ប្រហែល8ព្យាមហើយមានផ្លែតែមួយផងគាត់មិនដឹងគិតដូចម្ដេចនឹងបានផ្លែនោះមកពិសាលោកខ្ញុំបានដឹងថាគាត់ចង់ពិសាខ្ញុំក៏ចេញពីផ្ទៃតែគាត់តាមទ្វារមាសឡើងទៅបេះទុរេននោះយកមកជូនគាត់ពិសារួចស្រេចខ្ញុំត្រឡប់មកចូលក្នុងផ្ទៃគាត់វិញបរិះទី2ថាកាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន6ខែឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែចម្ការច្បារដំណាំពេកខ្ញុំចេញពីផ្ទៃគាត់មកធ្វើស្រែចម្ការឃ្វាគោក្របីនៅណាំបាយដងទឹកជំនួសគាត់ពីព្រឹកព្រហៀមលុះល្ងាចអស់ការងារខ្ញុំក៏ចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញជារៀងដរាបមកបរិះទី3ថាអោតាយាយអើយខ្លួនខ្ញុំនេះជាទេវបុត្រច្បត់ចុះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសពថ្ងៃនេះខ្ញុំចេញពីទ្វារមាសវេលាណាបានមកនៅបម្រើគាត់សពសារពើដល់ខ្ញុំចាស់ទៀតនឹងស្លាប់ខ្ញុំសូមចូលក្នុងផ្ទៃម្ដាយខ្ញុំវិញដើម្បីកុំឲ្យស្លាប់តន់ហើយក៏កើតម្ដងទៀតបានជាក្មេងឡើងវិញបរិះទី4ថាខ្លួនខ្ញុំនេះចាប់តាំងពីមាននឹងផ្ទៃម្ដាយកាលណាមកខ្ញុំរក្សាសិល5ចាំសិល8តែសិលខ្ញុំប្លែកពីសិលអ្នកទាំងពួងចង់ផឹកស្រាជក់អភិនសម្រាប់ជីវិតគេក៏បានលុះដល់ខ្ញុំស្លាប់ទៅកើតជាទេវតាសោយរាជសម្បត្តិនៅឋានសួគ៌បរិះទាំង4នាក់នោះនិយាយភូតកុហកគ្រប់គ្នាហើយក៏សួរទៅតាចាស់ដូនចាស់ថារឿងខ្ញុំនិទានជម្រាបទាំងប៉ុន្មាននេះតើតាយាយជឿទេតាយាយឆ្លើយតបទៅវិញថារឿងនេះតាយាយជឿហើយចៅតែក្នុងគំនិតគាត់ទាំងពីរនាក់គិតឃើញស្រេចថាបរិះទាំងនេះសុទ្ធតែនិយាយកុហកទាំងអស់បរិះទាំង4នាក់នោះតប្រាជ្ញាក៏ឲ្យតានោះនិយាយរឿងប្រាប់ម្ដងវិញប៉ុន្តែមុននឹងនិយាយតាចាស់នោះគាត់បានសន្យាដូចបរិះទាំង4នាក់នោះដែរដូចព្រមព្រៀងទាំងអស់គ្នាទើបតាចាស់និយាយតាថាអោចៅអើយកាលតានឹងនិយាយមកធ្វើចំការកបាសនេះបាន5-6ឆ្នាំមានទ្រព្យសម្បត្តិប្រាក់មាសល្មមនឹងចិញ្ចាំចៅទាំង4នេះបានតែនៅក្នុងឆ្នាំមួយមុននោះកបាសមិនផ្លែសោះមិនដឹងមានរឿងហេតុអ្វីមានមួយថ្ងៃតាដើររុកក្នុងចំការទៅឃើញដើមកបាសមួយដើមទំហំប៉ុនដើមត្នោតមានផ្លែមួយធំតាក៏ឡើងបេះមកយកទុកនៅផ្ទះដល់តានឹងយាយនាំគ្នាបកមើលឃើញមានគ្រាប់4ក្នុងគ្រាប់ក្នុងមួយគ្រាប់មានកុមារម្នាក់គ្រាប់ទាំង4តាបានឲ្យយាយគាត់បំបៅ3បាច់រសាលុះដល់កុមារទាំង4នាក់នោះធំវេលាណាឡើងក៏នាំគ្នារត់ចោលតានិងយាយទាំងអស់ឥឡូវតាឃើញចៅទាំង4នាក់នេះត្រឡប់មកវិញហើយបរិះទាំង4នាក់ផិតភ័យខ្លាំងក៏នាំគ្នាឆ្លើយប្រកែកនឹងតាចាស់ដូនចាស់វិញថាមិនមែនទេតាយាយសួរទៅវិញថាហេតុអ្វីក៏ចៅថាមិនមែនបើចៅចេះតែប្រកែកយ៉ាងនេះនោះឃើញថាទាស់ខុសនឹងកិច្ចសន្យាហើយបើដូច្នេះត្រូវចៅទាំង4នាក់មកនៅបម្រើតាទើបត្រូវនឹងពាក្យសន្យាបរិះកុហកទាំង4នាក់កិច្ចមិនរួចក៏នៅបម្រើយាយតាទៅកតិសម្រាប់អប់រំពិចារណានៅក្នុងរឿងពាក្យច្រើនភូតចាញ់អាត្មារឿងឪពុកក្មេករើសកូនប្រសាកាលពីព្រេងនាយមានតាចាស់ម្នាក់និងដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះមានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាតមិនជេរម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយមានកំឡោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអើអញឲ្យឯងកំព្រួយចិត្តប៉ុន្តែឯងត្រូវតមជេរម្ដាយគេហើយទទួលបម្រើអញតាមពីអញទើបបានអញឲ្យឯងបើតមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយមកទៅឯងកុំថាអញកាចណាកំឡោះនោះថាខ្ញុំបាទតមជេរម្ដាយគេបានហើយធ្វើការអ្វីៗក៏បានទាំងអស់ខ្ញុំបាទទទួលសពកុតប្រការតាមប្រសាសន៍លោកឪពុកតានោះថាអើបើឯងតមជេរម្ដាយគេបានមែនឯងទៅសិនចោះព្រឹកត្រូវឯងមកពីព្រលឹមកំឡោះនោះក៏លាទៅផ្ទះវិញលុះព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកឪពុកម្ដាយក្មេកនោះប្រើកូនក្រមុំឲ្យរៀបបាយទឹកឲ្យអ្នកកំឡោះនោះស៊ីរួចហើយតានោះក៏ប្រាប់ទៅកូនប្រសាថា
ណាកូនចូលកូនទៅចាប់ក្របីនៅភ្ជួរស្រែកូនឯងភ្ជួរតារាបដោះថ្មនៅឯស្រែនោះយំតាវហើយសឹមឯងដោះក្របីអ្នកកំឡោះនោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពំយំក្របីដើរពំរួចហើយថ្មនៅតែស្ងាត់ឈឹងពំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពំបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកថាណាហើយចោះឯងដោះក្របីលេងហើយទៅផ្ទះឯងចោះអញផ្ដាច់កូនហើយត្បិតឯងតอมជេរម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលេងហើយទៅផ្ទះវិញថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្គាប់ដោយកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវិចបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយរួចហើយក៏ភ្ជួរទៀតដល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពំយំក្របីក៏អស់ជើងពំរួចកាលបើអ្នកកំឡោះបកក្របីទៅជិតដល់ថ្មនោះធ្វើជាស្ដីថាអោលោកថ្មអើយយំឡើងក្របីដើរពំរួចទេអាណិតក្របីផងទៅខ្លួនខ្ញុំឥតបីទេខ្ញុំមានបាយស៊ីហើយភ្ជួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីទៅចោះត្បិតវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពំយំអ្នកកំឡោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះនៅពួនក្រោយថ្មលុះនិយាយយូរទៅតានោះមើលមកមិនឃើញក្របីដើររួចពុំមែនគាត់នឹកអាណិតក្របីក៏យំក្រោយថ្មនោះលឺតែតាវអ្នកកំឡោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យកំឡោះនោះស៊ីលុះល្ងាចឡើងតានោះប្រាប់ថាកូនអើយទៅផ្ទះឯងចោះព្រឹកសឹមឯងមកវិញកំឡោះនោះក៏លាទៅផ្ទះលុះយប់មកលោបចាំស្ដាប់យកការនៅក្រោមដំណេកតានោះព្រោះគាត់និយាយវេលាយប់តាចាស់ចូលដំណេកក៏និយាយនឹងយាយថាដូនអានេះវាតอมជេរម្ដាយបានប៉ុន្តែរូបរាងវាអាក្រក់មិនសមនឹងកូនយើងដូច្នេះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដាច់វាទៅដូនឆ្លើយថាងាយទេបើដូច្នេះចូលតែឯងចូលទៅក្នុងករងមួយទៀតដាក់អង្ករព្រឹកឡើងវាមកខ្ញុំប្រាប់ថាតាទៅកាប់អុសលើភ្នំមុនហើយខ្ញុំឲ្យវារែកតែឯងនឹងអង្ករទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះតែឯងនៅក្នុងករងស្រាប់នឹងលើហើយមកពេញផ្ដាច់វាបានដោយងាយតាយាយគិតគ្នាដូច្នោះហើយក៏ដេកទៅឯអ្នកកំឡោះលោបស្ដាប់ក្រោមផ្ទះដឹងឮការអស់ហើយក៏វិលទៅដេកផ្ទះវិញឯព្រឹកឡើងអ្នកកំឡោះនោះទៅបម្រើម្ដាយក្មេកឪពុកក៏ស្រាប់តែឃើញយាយចាស់បង្ហាញអំរែកហើយប្រាប់ថាកូនអើយឪឯងទៅកាប់អុសលើភ្នំហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះឡើងទៅតាមឲ្យឆាប់ត្បិតគាត់ទៅតាំងតែពីព្រឹកមិនទាន់ទាំងបាយផងមានតែកូនឯងរែកទៅឲ្យឆាប់នឹងអាចដណ្ដាំបាយឲ្យឪឯងហូបកំឡោះនោះទទួលអំរែកហើយក៏រែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញហើយស្ដីថាអោឪអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេបើវាធ្ងន់ម្លេះណានឹងរែកឡើងទៅវិញរួចបើឪមិនអាណិតគាត់ជេរបន្ទោសដូចបណ្ឌិតក៏ទទួលនិយាយឲ្យរែកចុះមកវាលវិញលុះរែកដល់កន្លែងមួយឃើញស្បូវស្ងួតល្អក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញយកភ្លើងដុតអំរែកលុះភ្លើងឆេះស្បូវជុំវិញហើយក្តៅដល់តាចាស់ដែលនៅក្នុងអំរែកនោះគាត់ក៏បំរាស់ញ័ររង្គើទាំងករងភ័យក្រែងភ្លើងឆេះស្លាប់ប៉ុន្តែចាញ់មិនរួចអ្នកកំឡោះធ្វើជារត់មកពីណាស្រែកថាជើនរណាដុតភ្លើងឆេះអំរែកអញអស់ហើយធ្វើដូចម្ដេចនឹងអញចូលទៅបានបើភ្លើងឆេះជុំវិញដូច្នោះចូលមិនបានក៏ថៃចោះថាហើយឈរស្រែកនៅក្រៅលុះភ្លើងឆេះដល់ករងដឹងថាតាចាស់ក្តៅណាស់ហើយទើបស្ទុះចូលទៅអស់អំរែកចេញពីភ្លើងរួចហើយភ្លើងក៏ឆេះដាច់ខ្សែករងលោកតាចាស់បំរាស់ញ័រទើបអ្នកកំឡោះស្រ័យករងចេញឃើញតាឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលក៏ជម្រាបថាជើលោកឪម្ដេចក៏មិនប្រាប់កូនកុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយតាចាស់ខឹងណាស់តែពុំដឹងធ្វើដូចម្ដេចឡើងដើរតយងយមកផ្ទះវិញទ្រាំខ្លួនមួយថ្ងៃណាមួយដែលវាអស់ចេញពីភ្លើងណាមួយដែលរលាកភ្លើងមកដល់ផ្ទះវិញគាត់គ្មានស្ដីមួយម៉ាត់ដល់ផ្ទះហើយប្រាប់កូនប្រសាថាទៅផ្ទះចោះព្រឹកសឹមមកឯកូនប្រសាទៅផ្ទះដល់យប់ក៏មកពួនក្រាបលោកស្ដាប់ក្រោមផ្ទះទៀត
លុះយប់តាចាស់ដូនចាស់ចូលដេកក៏និយាយគិតគ្នាថាតាថាគិតដូចម្ដេចនឹងផ្ដាច់វាបានអានេះវាមានប្រាជ្ញាណាស់តែបើឲ្យកូនយើងទៅវាមិនសមនឹងកូនយើងពីថ្ងៃមិញវាដឹងថាយើងនៅក្នុងករុងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់តែវាមិនជេរម្ដាយទេវារកទីណាមានស្បូវស្ងួតវារែកអំរែកទៅដាក់កណ្ដាលស្បូវហើយដើរទៅរកភ្លើងមកដុតជំវិញលុះដល់ភ្លើងឆេះវាធ្វើជាស្រែកថានរណាដុតភ្លើងនេះឆេះអំរែកវាអស់ហើយវាឈោតែស្រែកមិនចូលយកទុកទាល់តែភ្លើងឆេះក្តៅដល់រលាកឯងទៅទើបវារត់ចូលអស់ចេញមកអញភ័យណាស់ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ករងជាប់អញរលាកអស់ទាំងខ្លួនឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបាននិយាយថាឥឡូវនេះយើងគិតថាតើឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដើររកអណ្ដើកឲ្យវាដូចឆ្កែបើវារកអណ្ដើកមិនបានឬវាបោមិនទាន់ទេយើងផ្ដាច់វាបានតាចាស់ថាអើដូនគិតដូច្នេះត្រូវព្រឹកអញធ្វើដូចជាឯងថាតាយាយគិតគ្នារួចក៏ដេកទៅឯអ្នកកំឡោះនោះស្ដាប់ដឹងការអស់ហើយវិលដេកទៅផ្ទះវិញដល់មន់រងាវទៅពុនដើកយកទៅចងទុកក្នុងគុម្ពោតស្មៅវាឯនេះឯនោះពីពេញតែវាដែលតាចាស់គិតទៅរកអណ្ដើកនោះហើយវិលមកផ្ទះដេកធ្វើប្រងើយទៀតលុះព្រឹកប្រហៀមឡើងចៅនោះទៅដល់ផ្ទះឪពុកម្ដាយក្មេកឪពុកម្ដាយក្មេកក៏ឲ្យកូនកំមុំគាត់រៀបបាយលើកយកមកឲ្យចៅស៊ីហៅរួចហើយក៏ប្រាប់ថាកូនឥឡូវនេះយើងទៅបណ្ដើរអណ្ដើកតែយើងគ្មានឆ្កែកូនឯងធ្វើឆ្កែធ្វើម្ចាស់យើងទៅរកក្រែងបានមួយពីរយកមកស៊ីចៅនោះឆ្លើយបាបហើយតែចាស់ពុនបាយសំណុំទឹកបំពង់ដើរចេញពីផ្ទះចៅនោះក៏បោជើង4តាមក្រោយទៅដល់វាកន្លែងវាចងអណ្ដើកនោះវាក៏បោទៅមុខចូលកំពូតស្មៅមួយធ្វើជាកោះម៉ងតាចាស់រត់ទៅដល់វាខំបានអណ្ដើកមួយហើយទៅទៀតខំបានអណ្ដើក6-7ដល់ថ្ងៃត្រង់តាចាស់ឃ្លានពេកណាស់ក៏អង្គុយគិតនឹងស្រ័យបាយស៊ីឆ្កែមើលខាងឃើញក្របីមួយវងក៏បោទៅដេញខំក្របីចូលទៅស៊ីស្រូវស្រែអ្នកស្រុកតាចាស់ឃើញហើយរត់ទៅដេញក្របីចេញពីស្រែឆ្កែបោមកស៊ីបាយអស់ហើយបោទៅបាត់ឯឪពុកក្មេកជាម្ចាស់ឆ្កែវិលមកវិញរកបាយស៊ីគ្មានព្រោះឆ្កែស៊ីអស់ខឹងណាស់ដេញវាយវាពុំទាន់ណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយក៏ខំដើរមកផ្ទះវិញទាំងអត់បាយដើរពុំចង់រួចបន្ទោសឆ្កែមិនបានត្បិតវាចំណាំអីអញ្ចឹងដល់ផ្ទះស៊ីបាយរួចក៏ប្រាប់កូនប្រសាថាទៅផ្ទះចោះព្រឹកសមមកវិញដល់យប់កូនប្រសាមកស្ដាប់តាយាយគិតគ្នាទៀតលុះដល់យប់តាយាយចូលដេកតាប្រាប់យាយពីរឿងដែលកូនប្រសានោះធ្វើសពគ្រប់ហើយតានិយាយឲ្យជួយគិតគ្នាដូនចាស់ប្រាប់ថាពីមុនវាធ្វើឆ្កែតែឯងធ្វើម្ចាស់បានជាវាធ្វើបាបតែឯងបានដូច្នេះព្រឹកនេះតែឯងឲ្យវាធ្វើម្ចាស់ម្ដងតែឯងធ្វើឆ្កែតាយាយគិតគ្នាឲ្យដេកទៅចៅនោះលោកស្ដាប់បានការហើយក៏ដេកនៅផ្ទះវាហើយព្រឹកឡើងចៅនោះទៅបម្រើឪពុកម្ដាយក្មេកទៀតតាយាយឲ្យកូនក្រមុំលើកបាយមកឲ្យស៊ីរួចហើយតាក៏ប្រាប់ថាកូនអើយពីម្សិលមិញឯងធ្វើឆ្កែថ្ងៃនេះឯងធ្វើម្ចាស់ម្ដងអញធ្វើជាឆ្កែវិញចៅនោះឆ្លើយថាបាទហើយពុនបាយនឹងទឹកទៅឯតាវាធ្វើជាឆ្កែបោតាមក្រោយលុះហួរពីផ្ទះបន្តិចវាខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកវាបោលតាន់តាបោពុំតាន់ត្បិតខ្លួនចាស់ដើរត្រុកតាមក្រោយវាក៏បែរមកថាឆ្កែអីស៊ីបាយបំអស់ទៅមុខមិនទៅដើរតែក្រោយម្ចាស់រកកណ្ដើកមិនដេចបានថាហើយវាឆ្កែឲ្យបោទៅមុខតាបោក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយរកកណ្ដើកក៏មិនបានកូនប្រសាវាយស្ទើស្លាប់ហត់ស្ទើដាច់ខ្យល់តែពុំហ៊ានស្ដីព្រោះខ្មាស់កូនប្រសាលុះតែឆ្ងាយដល់ថ្ងៃត្រង់វាស្រែកបាយស៊ីហើយវាថាឆ្កែអីរកកណ្ដើកមិនបានដើរតែក្រោយមនុស្សស៊ីបាយអស់ហើយបង្អត់បាយមិនឲ្យស៊ីឲ្យតែឆ្អឹងឆ្អែងឆ្កែចាស់អង្គៀមក៏មិនបែកត្បិតគ្មានថ្មិញឃ្លានណាស់អង្គុយមើលតែមុខវាតតែវាស៊ីអស់ហើយវាវាយមួយប្រណុងទៀតវាថាណាហើយទៅផ្ទះចោះបើមិនផេះទេឆ្កែអីយ៉ាងហ្នឹងហើយវាឡើងវិលទៅផ្ទះវិញតាចាស់ហត់ណាស់វាមិនរួចឡើងដើរទៅតាមក្រោយកូនប្រសាធ្វើមុខស្រមេះលុះទៅដល់ចៅកំឡោះប្រាប់ម្ដាយក្មេកថាម៉ែរកកណ្ដាលមិនបានទេព្រោះឆ្កែមិនស្បាក់តាចាស់ខឹងណាស់ប្រាប់កូនប្រសាថាឯងទៅផ្ទះចោះព្រឹកសឹមមកវិញចៅនោះក៏លាទៅដល់យប់មកពូនលើបស្ដាប់ក្រោមផ្ទះទៀតលុះដល់យប់តាយាយចូលរំលែកតានិយាយប្រាប់យាយពីរឿងកូនប្រសាធ្វើបាបហើយបង្អត់ទាំងបាយផងដូនថាណាហើយឲ្យកូនទៅវាទៅផ្ដាច់វាមិនបានទេអានេះមានប្រាជ្ញាណាស់ឯងគិតអីក៏វាដឹងមុនទាំងអស់
វាធ្វើបាបស្ទើរតែស្លាប់មិនដេចក៏មិនរៀងតែចាស់ឆ្លើយថានឹងឲ្យវាទៅមើលរូបរាងវាមិនសមនឹងកូនយើងសោះតែយើងធ្វើកលឲ្យវាខឹងឲ្យវាជេរម្ដាយវាមិនជេរដូច្នេះដូនជួយគិតអញម្ដងទៀតបើវាធ្វើតាមមិនបានសឹមផ្ដាច់វាដូនចាស់អើឥឡូវនេះមានតែដល់ពេលមន់រងាវតែឯងលុបមុខស៊ីស្លាហូបបាយចូលទៅក្នុងករងមួយទៀតច្រកអង្គបើព្រឹកឡើងវាមកខ្ញុំនឹងប្រាប់វាថាតែឯងទៅផ្សារទិញអីវ៉ាន់ហើយឲ្យខ្ញុំប្រាប់វាឲ្យទៅតាមឲ្យតាន់នៅវេលាស៊ីបាយព្រឹកទៅបាត់ផ្លូវផ្សារក៏ឆ្ងាយដែរបើវារែកទៅមិនតាន់នោះលុះមកវិញនឹងផ្ដាច់កូនវាបានងាយមួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់ប្រហែលជាគិតថាស្ងាត់ហើយវាជេរមិនខានតាចាស់និយាយគិតគ្នាហើយក៏ដេកទៅឯកូនប្រសាលបស្ដាប់ក្រោមផ្ទះដឹងការក៏ដើរទៅផ្ទះវិញលុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកទៀតដល់ឲ្យម្ដាយក្មេកឲ្យកូនក្រមុំលើកបាយយកមកឲ្យចៅនោះស៊ីទៀតស៊ីហើយក៏ប្រគល់អំរែកឲ្យកូនប្រសារែកទៅតាមឪពុកក្មេកឯផ្សារដោយការគិតពីល្ងាចនោះចៅនោះរែកដើរទៅហើយគិតថាម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះឲ្យកូនមកអញកុំឲ្យគាត់រកកលបញ្ឆោតអញក្រោយទៀតហើយគិតតែរែកដើរទៅដល់កណ្ដាលផ្លូវដាក់អំរែកចុះហើយថាករងនេះចងមាត់ជាប់វាយកខ្សែចងថែមទៀតលុះរែកទៅដល់កន្លែងមានព្រែកមានស្ពានក៏ដាក់អំរែកលើស្ពានឲ្យប្របេះត្រង់ចង់ក្តារនៅបន្តិចនឹងធ្លាក់ពីស្ពានហើយថាអញអើយថ្ងៃណាស់ហើយម្លេះសមឪអញជេរមិនខានអំរែកធ្ងន់រែកម្ដេចឲ្យតាន់ណាស់ហើយឲ្យឪជេរក៏ជេរចោះអញដាក់នៅទីនេះទៅវាសិនរួចសឹមទៅទៀតនិយាយបណ្ដើរបណ្ដើរមួយស្របក់ក៏កាន់ឈើមួយធំដើរមកពីនាយបុកក្តារស្ពានឬក្រាំហាក់ដូចជាដំរីឆ្លងស្ពានហើយស្រែកថានរណាដាក់អំរែកនៅលើស្ពានដំរីអញវាជន់ខូចអស់ហើយយកចេញឲ្យឆាប់ស្រែកឲ្យបុកក្តារក្រាំងដើរចូលមកឯតាចាស់នៅក្នុងករងគិតស្មានថាជាដំរីមែនភ័យក្រែងជន់ស្លាប់ក៏ខំបំរាស់ជៀសផ្លូវដំរីហួសពីក្តារធ្លាក់ទៅក្នុងទឹកចូលករងគាត់ជ្រក់ទឹកត្រដោញ័រទាំងករងស្ទើរតែនឹងស្លាប់ឯកូនប្រសាឃើញដូច្នោះក៏ទុកឲ្យផឹកទឹកបន្តិចឲ្យអស់ខូចទៀតហើយធ្វើជាដើរមកពីវាស្រែកថានរណាហ៊ានបរដំរីឆាយអំរែកអញឲ្យធ្លាក់ក្នុងទឹកទៅទឹកអង្គអស់អញអស់អោអញអើយឪជេរថែមទៀតហើយថ្ងៃកាន់តែខ្ពស់ហើយអង្គទៅទឹកថែមទៀតអ្នកកំឡោះឃើញឪពុកក្មេកបំរាស់ញ័រក្នុងករងក៏ថាអោមានត្រីមកប្របេះផងណអញចុះទៅស្រង់មកមើលថាហើយក៏លូតទៅស្រង់ឡើងមកឃើញហើយថាបើវាទៅទឹកនឹងស្រ័យ5ថ្ងៃហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪថាហើយស្រ័យមើលឃើញតានៅក្នុងករងក៏ថាឪអើយមិនដេចក៏មិនស្រែកប្រាប់ខ្ញុំកុំអីស្លាប់ទៅហើយបើគេបរដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹកតាលឺហើយឡើងឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ទៅផ្ទះអស់ចំណេះពុំហ៊ានគិតទៀតក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំឡោះនោះទៅកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងនិយាយយប់ផ្ទប់ព្រៃនិយាយថ្ងៃព្រៃមានត្រជាក់